អានញ្ញាគ្រប់នឹងជំរាបសួរប្រិមិត្តខែអត់ញូជាទីគោរពគណៈនៅវេលាម៉ោង7:55នាទីល្ងាចបាទថ្ងៃទី3ខែកុម្ភៈឆ្នាំ2026គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តព្រុសមួយគ្រឿងក៏គាត់ធ្វើដំណើរទៅដៅពីជើងទៅត្បូងប្រិមិត្តបាទលោកមកដល់ចំណុចកន្លែងកើតហេតុនេះគឺគាត់គេចនឹងម៉ូតូបណ្ដាលឲ្យគាត់មកបុកថ្មពុះចាច់ទ្រង់ផ្លូវគឺរងការខូចខាតបាទផ្នែកខាងមុខខាងតៃកង់នោះគឺធ្ងន់តែម្ដងប្រិមិត្តបាទទីតាំងកន្លែងកើតហេតុនេះគឺនៅតាមបណ្ដោយផ្លូវ21ស្ថិតនៅក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលឥឡូវនេះគឺមានវត្តមានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅលោកបានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីជួយសម្រួលចរាចរណ៍ក៏ដូចជួយស្ទួយបាទថ្មដែលក្បាលនេះព្រួយចាច់ក្នុងផ្លូវនឹងដាក់ចូលទីតាំងកន្លែងដើមវិញបាទហើយនឹងធ្វើការស្ទួយរថយន្តឲ្យយកទៅរក្សាទុកផងដែរប្រិមិត្តបាទរថយន្តប្រូនេះគឺពាក់ផ្លាកលេខបាទភ្នំពេញ 2CE 11និង83ប្រិមិត្តបាទរងការខូចខាតធ្ងន់តែម្ដងផ្នែកខាងមុខខាងតៃកង់បាទតែតៃកង់គឺគាត់អត់មានរងរបួសអីទេប្រិមិត្តបាទគាត់ធម្មតាទេបាទគាត់អត់មានរងរបួសអីទេបាទហើយនោះតៃកង់ដែលពាក់អាវសហ្នឹងគឺគាត់ជាតៃកង់ប្រិមិត្តបាទហើយគាត់ធ្វើដំណើរទៅដៅពីជើងទៅត្បូងនៅតាមបណ្ដោយផ្លូវ 21A បាទលុះមកដល់ចំណុចកន្លែងទីតាំងកន្លែងកើតហេតុនេះគឺគាត់គេចនឹងម៉ូតូហើយក៏ជ្រុលមកបុកជាមួយនឹងអាថ្មពុះចាច់ក្នុងផ្លូវបណ្ដាលឲ្យរងការខូចខាតរថយន្តគាត់ធ្ងន់តែម្ដងប្រិមិត្តបាទដាច់កលែបាត់ហើយបងប្អូនយើងបាទកលែគឺដាច់បាត់ហើយបាទកាងអីធ្លាក់រាយប៉ាយអស់លេងពេញហ្នឹងមកជាហៀងខាងមុខហ្នឹងគឺខ្ទេចហើយបាទអានេះនឹងសេរី0ប៉ុន្មាននេះ010ឯងនោះម្ចាស់ឡានណានេះម្ចាស់ឡាននៅណាម្ចាស់ឡាននោះបងពាក់អាវសម្ចាស់ឡានហ្នឹងនោះពាក់អាវដើរទៅដើរមកណាម្ចាស់ឡានដឹងមិនមកទេបងប្អូនយើងបាទតាំងល្ងាចមកបាទឥឡូវឡានស្ទួយកំពុងតែស្ទួយអាថ្មក្បាលនេះពុះចាច់ត្រង់ផ្លូវហ្នឹងគឺដាក់ចូលកន្លែងដើមវិញប្រិមិត្តបរិស័ទតែវាប៉ើងទៅមកជាហៀងបាទប៉ើងមកជាហៀងទៅហ្មងបាទបាទឥឡូវកំពុងតែសារ៉េនេះប្រិមិត្តបាទកំពុងតែសារ៉េហើយបាទកំពុងតែសារ៉េថ្មពុះចាច់ត្រង់ផ្លូវអាក្បាលនេះហ្នឹងកំពុងសារ៉េដាក់ចូលកន្លែងដើមវិញបាទរថយន្តហ្នឹងគឺនៅកដាលផ្លូវឡើយទេដោយសារតែបាទដាច់កលែមកជាហៀងហើយបើអត់កើតបាទអរគុណច្រើនប្រិមិត្តបាទនេះគឺជាព័ត៌មានបឋមករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ 21A ស្ថិតនៅក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលនៅវេលាម៉ោង7:50នាទីល្ងាចថ្ងៃទី3ខែកុម្ភៈឆ្នាំ2026អរគុណប្រិមិត្តបាទហើយរកของក៏ចូលក្នុងចំណុចកន្លែងណាំសំណុំសូមខន្តីបៃតងផងបាទសូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរទាំងអស់គ្នាអរគុណច្រើន